រាត្រីស្ងាត់ខ្យល់ជំនោរត្រជាក់ធ្វើឲ្យពូសុខាអង្គុយនឹកឃើញទិដ្ឋភាពដែលគាត់បានជួបប្រទះទៅនឹងខ្មោចឈឿនដែលបានលងគាត់ធ្វើធ្លាក់ខ្លួនឈឺ3ថ្ងៃហើយធ្វើឲ្យគាត់មានអារម្មណ៍ថាតែងតែនឹកឃើញពីខ្មោចឈឿនស្ទើរតែរៀងរាល់រាត្រីហើយពេលដែលអ្នកភូមិបានដឹងថាខ្មោចឈឿនចាប់ផ្ដើមចេញលងធ្វើឲ្យអ្នកនៅជិតខាងនោះមានការខ្លាចអាហើយមិនសូវហ៊ានចេញក្រៅផ្ទះពេលយប់ដូចពីមុនទេបន្ទាប់ពីពិធីបុណ្យសពខ្មោចឈឿនបាន7ថ្ងៃក៏មានហេតុការណ៍លងបន្លាចទៅលើពូម្នាក់ដែលគាត់រស់នៅក្បែរកន្លែងកើតហេតុនៃការស្លាប់របស់ខ្មោចឈឿនគឺនៅចំការស្វាយចន្ទីពូនោះឈ្មោះថាពូតារាគាត់មានអាយុប្រហែលជា40ឆ្នាំជាងពេលនោះគឺគាត់បានដើរទៅចំការស្វាយចន្ទីដើម្បីប្រមូលផលបេះផ្លែស្វាយចន្ទីប្រហែលម៉ោង1ថ្ងៃត្រង់គាត់កំពុងតែដើរបេះស្វាយចន្ទីសុកស្រាប់តែគាត់បានឮសំឡេងដូចជាមេឃឆើតរើបានមនុស្សដើរកាត់ពីលើសូរតែប្រាវគាត់ងាកទៅក្រោយប៉ុន្តែមិនបានឃើញអ្វីទេគាត់មានអារម្មណ៍ថារៀងខ្លាចបន្តិចដែរព្រោះអីនៅកន្លែងចំការស្វាយចន្ទីនេះគឺជាកន្លែងកើតហេតុនៃការស្លាប់របស់ខ្មោចឈឿនទើបតែបាន7ថ្ងៃថ្មីនេះផងដោយមានអារម្មណ៍ដូចមិនសូវស្រួលពូតារាគាត់ក៏បានដើរឆ្ពោះទៅមុខដើម្បីបេះស្វាយចន្ទីនៅដើមខាងមុខទៀតគាត់ដើរបានពាក់កណ្ដាលផ្លូវក៏ស្រាប់តែសំឡេងដូចជាសត្វអ្វីម្យ៉ាងកំពុងតែស្រែកឬសំឡេងស្រែកតែមួយភ្លែតក៏បាត់ទៅវិញមួយសន្ទុះក៏សែកម្ដងទៀតចេញពីគុម្ពស្វាយចន្ទីដែលមានព្រៃដុះស្ដុកគ្រាន់បើដែរដោយមិនអស់ចិត្តពូតារាដើរសំដៅទៅកំពតព្រៃនោះពុទ្ធោឲ្យគាត់ឃើញខ្មោចឈឿនកំពុងតែដេកស្ដោកដោយដែលគាត់បានត្រូវដើមឈើដួលសង្កត់ស្លាប់ពេលនោះអញ្ចឹងភ្លាមនោះខ្មោចឈឿនបានក្រោកអង្គុយហើយសួរថាតារាឯងមកគ្នាប៉ុន្មាននាក់មុខមាត់ខ្មោចនោះគឺអាក្រក់ខ្លាំងណាស់មានឈាមហូរជាច្រើនចេញពីភ្នែកពីមាត់ធ្វើឲ្យពូតារាស្ទើរតែលួសព្រលឹងហើយបានរត់ចេញពីកន្លែងនោះហើយស្រែកថាជួយផងខ្មោចលងខ្មោចលងពូតារារត់ចេញដោយមានអាការៈស្លេកស្លាំងបាសសក់ក្បាលជ្រងពេលទៅដល់ផ្ទះពូតារាគាត់ភ័យខ្លាំងណាស់ហើយបានប្រាប់រឿងរ៉ាវទាំងអស់ទៅដល់អ្នកជិតខាងនឹងប្រពន្ធកូនរបស់គាត់ម្នាក់ពេលរឿងនេះហើយក៏បានងាកទៅមើលផ្ទះឈឿនដែលនៅក្បែរនោះហើយបាននិយាយថាឈឿនគឺជាខ្មោចតែហោងដូច្នេះហើយទើបចេញលងអ្នកស្រុកបែបនេះពួកយើងគួរតែសូត្រមន្តកន្លែងគ្រោះថ្នាក់នោះក៏ដូចជាហៅព្រលឹងរបស់ឈឿនដើម្បីឲ្យគាត់បានទៅចាប់កំណើតបន្ទាប់ពីក្រុមគ្រួសារឈឿនធ្វើការនិមន្តព្រះសង្ឃស្រោចទឹកហៅព្រលឹងឈឿនរួចរាល់ហើយក៏លែងមានរឿងអ្វីកើតឡើងដល់អ្នកស្រុកនៅក្បែរផ្ទះក៏ដូចជានៅចំការវាកន្លងរយៈពេល9ឆ្នាំមកហើយតែពេលនឹករឿងនេះម្ដងអ្នកភូមិដែលធ្លាប់ជួបប្រទះនៅតែមានអារម្មណ៍ថាគួរឲ្យខ្លាច